ចងគ្នាក៏តឡំជួយមានម្ដងទៀតនៅរឿងប្រឡងបរិសុទ្ធឆ្លងពិភពវិសាចភាគ2តពីភាគមុននៅពេលដែលវិសាចឆ្មាបានដើរទៅជិតសាយាបាននិយាយថាគុំចូលមកជិតខ្ញុំអីខ្លួនរបស់ខ្ញុំធំស្អុយខ្លាំងណាស់ហើយខ្ញុំក៏ខានមួយតែប៉ុន្មានថ្ងៃហើយខ្លួនរបស់ខ្ញុំមិនគួរឲ្យចង់ស៊ីតទៅសោះគុំចូលមកជិតខ្ញុំអីខ្ញុំខ្លាចហើយវិសាចឆ្មាបាននិយាយទៅកាន់សាយាថាចុះឈាមវិសាចពាក់កណ្ដាលក្នុងខ្លួនរបស់នាងនៅឯណាហើយនាងបានមកពីណាសាយានិយាយថាឈាមពាក់កណ្ដាលអ្វីខ្ញុំមិនដឹងទៅសោះខ្ញុំគឺជាមនុស្សសាមញ្ញខ្ញុំមិនដឹងរឿងអ្វីទេវិសាចឆ្មានិយាយទៅកាន់សាយាវិញថាចុះនេះគឺជាអ្វីនេះគឺជាឧបករណ៍សម្រាប់បញ្ចាំវិសាចតានាងនិយាយថាមិនដឹងរឿងអ្វីបានយ៉ាងម៉េចសាយានិយាយថានេះគ្រាន់តែជារបស់ខ្លាំងៗទេខ្ញុំប្រើប្រាស់វាសម្រាប់បោកប្រជាជនដើម្បីបានប្រាក់បន្តិចបន្តួចទេពេលដែលវិសាចឆ្មាបានដើរទៅសាយាគេក៏បានក្រដែរហើយគេក៏និយាយថានាងគឺជាមនុស្សដែលមានក្លិនស្អុយពិតមែននាងពិតជាមនុស្សមិនគួរឲ្យចង់ស៊ីពិតមែនប៉ុន្តែខ្ញុំនឹងឲ្យវិសាចកណ្ដុរដែលជាមិត្តភក្តិរបស់ខ្ញុំស៊ីនាងជំនួសចោលពេលដែលវិសាចឆ្មាយកដៃរបស់ខ្លួនរកខ្វាយតួស្រីតួប្រុសក៏បានហាមឃាត់តួប្រុសបានសួរទៅកាន់សាយាថានាងឈ្មោះអ្វីនាងមកពីកន្លែងណាហើយពេលបានជានាងមកដល់ទីនេះតួស្រីនិយាយថាខ្ញុំមានឈ្មោះសាយាខ្ញុំគឺជាអ្នកក្រីក្របំផុតខ្ញុំនៅឪពុករបស់ខ្ញុំបានរកស៊ីដើរបោកប្រាស់អ្នកស្រុកភូមិធ្វើជាកំចាំវិសាចហើយខ្ញុំក៏ត្រូវបានតុលាការចាំប្រកាសទោសដើម្បីដកដង្ហើមនឹងជីវិតរបស់ខ្ញុំគេបានប្រើប្រាស់ខ្ញុំជាឧបករណ៍ដើម្បីកំចាត់វិសាចតួប្រុសបានសួរទៅកាន់សាយាថាតើនាងកើតនៅថ្ងៃខែឆ្នាំណាសាយានិយាយថាខ្ញុំមិនដឹងថាខ្ញុំកើតនៅថ្ងៃខែឆ្នាំណាទេប៉ុន្តែប្រុសរបស់ខ្ញុំបានប្រាប់ថានៅពេលដែលខ្ញុំកើតម្ដាយរបស់ខ្ញុំបានស្លាប់ហើយនៅពេលនោះគឺរដូវរងាហើយនៅពេលនោះមានព្រើនិងផ្កាធ្លាក់ច្រើនណាស់ខ្ញុំនិយាយការពិតខ្ញុំមិនបានកុហកលោកទេតួប្រុសក៏បានសម្លឹងទៅមើលករបស់តួស្រីហើយតួប្រុសក៏បានចាំថាការពិជាតិមុនតួស្រីមានស្នាមផ្កានៅលើកហើយតួស្រីពេលនោះបាននិយាយថាមិនថាខ្ញុំទៅដល់កន្លែងណាទេខ្ញុំដឹងថាលោកអាចរកខ្ញុំឃើញនៅពេលដែលតួប្រុសបានចេញពីការសម័យរបស់ខ្លួនវិញវិសាចឆ្មាបាននិយាយទៅកាន់តួប្រុសថាលោកម្ចាស់ខ្ញុំបានប្រាប់លោកហើយនេះមិនមែនជានាងអានទេនាងអានមិនមែនជាមនុស្សដែលមានចរិតឈួតបែបនេះទេនាងអានគឺជាមនុស្សដែលមានចរិតរឹកពីសុភាពខ្លាំងណាស់នាងគ្រាន់តែជាមនុស្សដែលមានមុខស្រដៀងនឹងនាងអានទេនៅពេលនោះតួស្រីក៏បាននិយាយថាបងប្រុសទាំងពីរនាក់តើអ្នកទាំងពីរនិយាយគ្នាចប់ហើយឬនៅអាចដោះលែងខ្ញុំមកចាក់ចេញពីទីនេះបានទេនៅពេលដែលតួប្រុសបានដោះលែងតួស្រីក៏បានរករត់តែវិសាចឆ្មាបានកញ្ញាចំករបស់តួស្រីតួប្រុសក៏បានហាមឃាត់វិសាចឆ្មារួចនិយាយថាឆាប់ស្វែងរកវិសាចតូចៗពីរនាក់ការពារនាងទៅហើយឲ្យនាងមកតាមយើងមកនៅពេលដែលតួប្រុសបានដើរចេញមកវិសាចឆ្មាក៏បានដើរពីក្រោយតួប្រុសរួចនិយាយថាលោកម្ចាស់នេះមិនមែនជានាងអានឬអ្វីដែលលោកគិតទេខ្ញុំសូមស្គាល់ខ្ញុំស្គាល់នាងច្បាស់ណាស់នាងមិនមែនជានាងអានទេតួប្រុសក៏បានសួរទៅកាន់វិសាចឆ្មាថាតើឯងបានដឹងអ្វីខ្លះបន្ទាប់ពីយើងបានស្លាប់ទៅពេលប្រុសប្រាប់យើងទាំងអស់មកកុំឲ្យបានមួយពាក្យវិសាចឆ្មាក៏បានសម័យយើងឃើញថានៅពេលដែលតួប្រុសបានរលាយបាត់ខ្លួនទៅតួស្រីបានអោបក្អៅរបស់តួប្រុសហើយតួស្រីបាននិយាយថានាងមិនសមជាមនុស្សដូចខ្ញុំទេហើយតួស្រីក៏បានស្លាប់បាត់ទៅចេញពីការសម័យរបស់វិសាចឆ្មាវិញវិសាចឆ្មាបាននិយាយកាន់តួប្រុសថែមទៀតថានៅពេលនោះខ្ញុំចង់យកក្អៅរបស់លោកដាក់នៅក្នុងជ្រលងភ្នំដែលមិនដើម្បីឲ្យប្រជាជនវិសាចរបស់យើងបានឃើញប៉ុន្តែនៅពេលដែលខ្ញុំទៅដល់ប្រជាជនទាំងអស់នោះបានស្លាប់អស់ហើយដោយសារអ្វីដែររបស់មនុស្សហើយខ្ញុំបានប្រមូលវិសាចតូចៗឲ្យមករស់នៅទីនេះសិនហើយខ្ញុំតែងតែសង្ឃឹមថានៅពេលដែលលោកបានផ្ញើដល់ខ្លួនឡើងវិញអ្វីៗគ្រប់យ៉ាងត្រឡប់ទៅដូចដើមវិញតួប្រុសនិយាយថាយើងពិតជាអរគុណអញខ្លាំងណាស់ចំពោះការខំប្រឹងរបស់អញមួយនេះវិសាចឆ្មានិយាយថាលោកម្ចាស់កុំនិយាយបែបនេះឲ្យជីវិតរបស់ខ្ញុំទាំងមូលប្រកបឲ្យលោកម្ចាស់ទាំងស្រុងហើយខ្ញុំគ្រាន់តែជាវិសាចឆ្មាដ៏ទន់ខ្សោយដែលវង្វេងគ្មានផ្ទះគ្មានទីសម្បែងច្បាស់លាស់មិនដោយសារតែលោកម្ចាស់ទេខ្ញុំបានស្លាប់យូរហើយអ្វីដែលខ្ញុំអាចធ្វើបានសម្រាប់លោកម្ចាស់ខ្ញុំនឹងធ្វើប៉ុន្តែលោកម្ចាស់ឥឡូវនេះកម្លាំងធាតុរបស់លោកម្ចាស់គឺទន់ខ្សោយខ្លាំងណាស់លោកម្ចាស់ត្រូវបានគេដាក់ឲ្យភ្ញាក់ឡើងមុនថ្ងៃកំណត់ដល់នេះព្រលឹងរបស់លោកម្ចាស់ទាំង3មិនដូចដើមវិញទេលោកម្ចាស់ត្រូវតែប្រញាប់ស្លាកម្លាំងធាតុរបស់លោកម្ចាស់ឡើងវិញដើម្បីជួយបងប្អូនរបស់យើងតួប្រុសនិយាយថាត្រឹមត្រូវហើយកម្លាំងធាតុរបស់ខ្ញុំមិនដូចដើមដូចពីមុនទេប៉ុន្តែខ្ញុំមានវិធីមួយដើម្បីឲ្យធម៌ពលរបស់ខ្ញុំខ្លាំងដូចកាលពីមុនខ្ញុំត្រូវតែស្វែងរកទឹកអមតៈឲ្យបានមុនមនុស្សប៉ុន្តែខ្ញុំត្រូវស្វែងរកកញ្ចក់ខុនលុនជាមុនសិនដើម្បីនាំផ្លូវខ្ញុំទៅរកទឹកអមតៈវិសាចឆ្មានិយាយថាកញ្ចក់ខុនលុននោះត្រូវបានបែកខ្ញែពីគ្នានៅថ្ងៃរៀបការរបស់លោកម្ចាស់ឥឡូវនេះវាស្ថិតនៅក្នុងឋានទាំង3ហើយទាំងមនុស្សទាំងវិសាចឥឡូវនេះកំពុងតែត្រូវការវាខ្លាំងណាស់ដើម្បីទទួលបានទឹកអមតៈប្រសិនបើលោកម្ចាស់ស្វែងរកកញ្ចក់ខុនលុននៅពេលនេះលោកម្ចាស់នឹងក្លាយជាចំណុចគួរឲ្យកត់សម្គាល់របស់មនុស្សទាំងអស់នោះហើយទាំងដែលពេលនេះលោកម្ចាស់មិនទាន់មានកម្លាំងធាតុល្អដូចដើមទេខ្ញុំសូមអង្វរលោកម្ចាស់កម្មាចាក់ចេញពីទីនេះឥឡូវនេះអីវាមានគ្រោះថ្នាក់ខ្លាំងណាស់ស្រាប់តែពេលនោះមានបិសាចម្នាក់ក៏បានឆ្លើយប្រាប់ថានៅពេលនេះមាននារីម្នាក់រត់គេចពីទីនេះហើយពីឯតួស្រីវិញនាងបានដើរចូលទៅក្នុងព្រៃដើម្បីស្វែងរកកាបូបរបស់នាងនៅផ្លូវចាក់ចេញពីទីនេះនៅពេលនោះតួស្រីក៏បានជួបនឹងកូនវិសាចតូចមួយហើយតួស្រីក៏បានសួរថាតើឃើញកាបូបរបស់នាងទេក
កូនវិសាចតូចក៏បាននាំផ្លូវទូស្រីនៅពេលដែលទូស្រីបានចូលទៅដល់ឃើញកន្លែងរបស់កូនវិសាចតូចរស់នៅទីនោះជាច្រើនហើយទូស្រីក៏បានឃើញកាបូបរបស់នាងនៅលើចុងឈើនោះមែននៅពេលដែលទូស្រីបានឈានទៅយកកាបូបរបស់នាងក៏បានជន់ស្ពាននឹងផ្ទះរបស់កូនវិសាចតូចដែលធ្វើឲ្យកូនវិសាចតូចបានយំទូស្រីក៏និយាយថាខ្ញុំសូមអភ័យទោសផងខ្ញុំគ្មានចេតនាទេខ្ញុំយកកាបូបរបស់ខ្ញុំសូមចាំខ្ញុំជួសជុលឲ្យពួកឯងពេលដែលទូស្រីបានទាញឈើទាំងអស់នោះមកជួសជុលទូស្រីក៏និយាយថាវាពិបាកជាខ្លាំងហើយនៅពេលនោះកូនវិសាចតូចបានទាញមែកឈើគប់ទៅលើទូស្រីក៏បានរត់នៅពេលដែលទូស្រីបានរត់បន្តិចកូនវិសាចតូចក៏បានប្រមូលផ្ដុំគ្នាខ្លាចជាវិសាចធំមួយទូស្រីក៏និយាយថាខ្ញុំសូមអភ័យទោសផងខ្ញុំពិតជាមិនដឹងថាកន្លែងរបស់ពួកឯងមានចាំមានឱកាសក្រោយចាំខ្ញុំជួសជុលឲ្យឯងហើយទូស្រីក៏បានរត់ទៀតនាងបានរត់បណ្ដានាងបានបោះយន់នៅក្នុងកតាបរបស់នាងបណ្ដានៅពេលដែលវិសាចនោះបានមកជិតខ្លួនរបស់នាងគេក៏បានបោកជងមកហើយក៏បានបាច់ឆ្នៃខ្លួនឡើងវិញហើយវិសាចនោះក៏បានប្រែជាសមាធិទេហើយលេងតាមទូស្រីទៀតទូស្រីឃើញបាននេះទូស្រីក៏បានដើរចាក់ចិត្តពីទីនេះដោយធម្មតាហើយនៅពេលដែលនាងបានបន្តដំណើរទៅមុខទៀតនាងបានឃើញទឹកនាងក៏បានលោតហោចចូលទៅក្នុងទឹកព្រោះនាងគិតថាចូលទៅក្នុងទឹកទៅនាងនឹងវិលត្រឡប់ទៅកន្លែងដើមរបស់នាងវិញប៉ុន្តែគ្មានប្រយោជន៍អ្វីទេនាងនៅតែនៅទីនេះដដែលហើយនៅពេលនោះក៏មានស្រមោលដ៏ធំមួយបានចាប់ទូស្រីទៅហើយអ្នកដែលចាប់ទូស្រីនោះគឺជាវិសាចក្អែកក៏បានច្បាច់កទូស្រីហើយនិយាយថាតើនាងមកដល់ទីនេះបានយ៉ាងម៉េចហើយនាងមកដល់របៀបណាស្រាប់តែពេលនោះវិសាចឆ្មានិងទូប្រុសក៏បានមកជួយទូស្រីវិសាចឆ្មានិងវិសាចក្អែកក៏បានប្រយុទ្ធគ្នាបានបន្តិចទូប្រុសក៏បានហាមឃាត់ពួកគេឲ្យឈប់វិសាចក្អែកក៏បានសួរទៅកាន់ទូប្រុសថាព្រះអង្គម្ចាស់ព្រះអង្គបានបាត់ខ្លួនជាយូរណាស់មកហើយហេតុដូច្នេះជានៅពេលនេះទៅតែបង្ហាញខ្លួនទូប្រុសនិយាយថាយើងបានហាមឃាត់ឯងមិនឲ្យមកទីនេះហើយវាបានជាឲ្យមកច្រឡំផងដែរមិនទៀតវិសាចក្អែកនិយាយថាមកពីបាត់ព្រះអង្គម្ចាស់យូរខ្ញុំគ្រាន់តែចង់មើលថែទីនេះជំនួសព្រះអង្គម្ចាស់ទេហើយខ្ញុំមិនបានធ្វើខុសអ្វីទេខ្ញុំគ្រាន់តែចង់សម្លាប់មនុស្សស្រីនៅខាងក្រោយព្រះអង្គម្ចាស់ទេព្រោះគេគឺជាមនុស្សហាមឃាត់មិនឲ្យចូលកន្លែងរបស់ពួកយើងទេទូប្រុសនិយាយថាយើងគឺជាស្ដេចនៅទីនេះយើងចេះគ្រប់គ្រងហើយមិនបានចាំឲ្យឯងលោកតែចូលរឿងរបស់យើងទេនៅពេលនោះទូស្រីបាននិយាយថានៅទាំងពីរក៏ភ្លុកគ្នាឲ្យខ្ញុំចាត់ចែងពីទីនេះក៏បាននៅពេលដែលទូស្រីបានចាត់ចែងពីទីនេះវិសាចក្អែកក៏បានប្រាយសដាក់ទៅកាន់ទូស្រីទូប្រុសក៏បានប្រាយសដាក់ទៅកាន់វិសាចក្អែកវិញពេលនោះវិសាចក្អែកក៏បានរងរបួសធ្ងន់ដោយសារធម្មពលរបស់ទូប្រុសនិយាយថាយើងដឹងគោលបំណងរបស់ឯងដែលហ៊ានប្រហើនជាមួយយើងបែបនេះព្រោះឯងចង់បានទឹកអមតៈដើម្បីជួយសង្គ្រោះពួកអំបោរបស់ឯងហើយឯងក៏ចង់ប្រជែងជាមួយយើងដើម្បីទទួលបានទឹកអមតៈឯងកុំបារម្ភអីនៅពេលដែលយើងបានទឹកអមតៈយើងនឹងជួយសង្គ្រោះពួកអំបោរបស់ឯងប៉ុន្តែរឿងមួយទៀតដែលយើងចង់និយាយជាមួយឯងប្រសិនបើឯងធ្វើបែបនេះទៀតឯងដឹងច្បាស់ហើយថាយើងគឺជានរណាហើយយើងខុសខើប៉ុណ្ណាតែឯងក៏និយាយតែញ័រមកថាព្រះអង្គម្ចាស់ខ្ញុំលែងហ៊ានធ្វើបែបនេះទៀតហើយពេលដែលទូប្រុសបានដើរចេញមកទូស្រីក៏បានដើរពីក្រោយទូប្រុសរហូតមកដល់សួនផ្កាទូប្រុសក៏បានប្រាស្រ័យរបស់ខ្លួនទាញទូស្រីមកជួយរួចទូប្រុសក៏និយាយថាខ្ញុំដឹងថានេះមិនមែនជាមនុស្សស្រីធម្មតាទេទូស្រីនិយាយថាត្រូវហើយខ្ញុំមិនមែនជាមនុស្សស្រីធម្មតាទេអញ្ចឹងហើយខ្ញុំស្នើឲ្យលោកដល់លេខខ្ញុំឥឡូវនេះបើមិនអញ្ចឹងទេខ្ញុំនឹងទូប្រុសនិយាយថានឹងធ្វើអ្វីតែយ៉ារកអោនថាទូប្រុសនឹងរកថាទូប្រុសក៏បានគិតខ្លួនពេលដែលទូស្រីរកដើរចេញទូប្រុសក៏បានហាមឃាត់ទូស្រីឲ្យឈប់នៅត្រង់នេះហើយទូប្រុសក៏បាននិយាយទៅកាន់ទូស្រីថាទោះបីជានាងមិនមែនជាបិសាចក៏ដោយនាងត្រូវតែវឹកហាត់វិជាគុណដែរនាងត្រូវមានធម៌ពលខាងវិញ្ញាណខ្លាំងទៅអាចស្នាក់នៅទីនេះបានទូស្រីក៏បាននិយាយកាន់ទូប្រុសថាវាពិតជាគួរអស់សំណើខ្លាំងណាស់នៅពេលដែលខ្ញុំនៅពិភពមនុស្សគេបានចាប់ខ្ញុំចងហើយបង្ខំឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើនៅពេលដែលខ្ញុំបានមកដល់ពិភពបិសាចនេះគេបង្ខំឲ្យខ្ញុំវឹកហាត់វិជាគុណបិសាចទៀតខ្ញុំគឺជាមនុស្សណាខ្ញុំមិនមែនជាបិសាចទេតែខ្ញុំអាចខ្លាចជាបិសាចបានយ៉ាងដូចម្ដេចទូប្រុសនិយាយថានាងអាចខ្លាចជាបិសាចបានព្រោះនាងបានដាស់ខ្ញុំឲ្យផ្ញើពីដំណេកអស់ជាយូរឆ្នាំមកហើយអញ្ចឹងហើយនាងគឺជាបិសាចហើយនៅមួយនៅក្នុងខ្លួនរបស់នាងមានឈាមបិសាចតែកណ្ដាលទៀតតែយ៉ាងនេះទៅកាន់ទូប្រុសវិញថាខ្ញុំមិនមែនជាបិសាចទេខ្ញុំគឺជាមនុស្សខ្ញុំការពីម្ដាយរបស់ខ្ញុំគឺជាមនុស្សហើយនៅមួយខ្ញុំមិនចង់ខ្លាចជាបិសាចទេបិសាចគឺជាមនុស្សក្រដែលចូលចិត្តស៊ីមនុស្សទូប្រុសបានលើសម្ដីទូស្រីបែបនេះហើយខ្លួនក៏បានខឹងជាខ្លាំងហើយនិយាយទៅកាន់ទូស្រីថានាងនិយាយពីសម្ដីបែបនេះម្ដងទៀតមើលពេលនោះទូស្រីបានដកសេះសក់របស់ខ្លួនចាក់ទៅកាន់ទូប្រុសបានឃើញបែបនេះក៏បាននឹកឃើញដល់រឿងពេលវេលាកន្លងដែលទូស្រីធ្លាប់ធ្វើបែបនេះដាក់ខ្លួនដែរទូប្រុសបាននឹកឃើញដល់រឿងឈឺចាប់កាលពីជាតិមុនទូប្រុសបានច្របាច់ករបស់ទូស្រីកាន់តែខ្លាំងឡើងតតែទូស្រីបានស្រោតទឹកភ្នែកលើដៃរបស់ទូប្រុសទើបទូប្រុសបានប្រឡែងវិញហើយទូប្រុសបាននិយាយថាចាត់តាំងពីថ្ងៃនេះតទៅមិនអនុញ្ញាតឲ្យនាងចាក់ចេញពីជ្រលំភុំដែលមិននេះទៀតទេហើយស្រាប់តែពេលនោះទូប្រុសក៏បានគោឈាមរីឯទូស្រីវិញក៏បានសន្លប់នៅពេលដែលទូស្រីបានភ្ញាក់ពីសន្លប់វិញនាងក៏បានឃើញវិសាចជ្រូកនៅក្បែរនាងជ្រូកបាននិយាយថាខ្ញុំមានឈ្មោះលូលូឯនាងវិញមានឈ្មោះដាលីលោកម្ចាស់បានប្រើឲ្យខ្ញុំមើលថែនាងនៅពេលនោះវិសាចជ្រូកលូលូក៏បានយកចំណីឲ្យទូស្រីញ៉ាំនៅពេលដែលទូស្រីញ៉ាំទូស្រីក៏បានហៅវិសាចជ្រូកលូលូឲ្យញ៉ាំប៉ុន្តែដាលីហាមឃាត់មិនឲ្យញ៉ាំទូស្រីក៏បានគិតថាតើអ្នកទាំងពីរបានដាក់សម្ពោធ
ពួកខ្ញុំមែនទែនបានមិនឲ្យគេញ៉ាំដាលីក៏បានឲ្យបិសាចជ្រូកញ៉ាំវិញទៅទូស្រីហ៊ានញ៉ាំដាលីបាននិយាយកាន់ទូស្រីថាលោកម្ចាស់កំពុងតែចាំនាងនៅខាងក្រៅនៅពេលដែលទូស្រីបានចេញមកដល់ខាងក្រៅទូប្រុសក៏បានសួរទៅកាន់ទូស្រីថាតើរបបរបស់នាងយ៉ាងម៉េចហើយអាយ៉ានិយាយថារបបខ្ញុំមិនអីទេប៉ុន្តែក្រែរបស់លោកពេលទៅពិបាកខ្លាំងណាស់ធ្វើខ្ញុំឈឺខ្នងប៉ុន្តែមិនអីទេលោកគ្រាន់តែអនុញ្ញាតឲ្យខ្ញុំចាត់ចេញពីទីនេះទៅបានហើយលុះមកដល់ពេលព្រឹកទូស្រីបានមករកកន្លែងកូនវិសាចតូចម្ដងទៀតពេលដែលកូនវិសាចតូចបានឃើញទូស្រីមកដល់ពួកគេក៏បាននាំគ្នាគប់ដុំថ្មគប់ឈើទៅកាន់ទូស្រីក៏បានឲ្យគ្រប់ទៅកាន់វិសាចតូចរួចនិយាយថាខ្ញុំមានឈ្មោះសាយ៉ាខ្ញុំមកទីនេះគ្រាន់តែចង់ដើម្បីជួយកន្លែងរបស់ពួកឯងវិញទេខ្ញុំគ្មានចេតនាបំផ្លាញកន្លែងរបស់ពួកឯងទេតែឯងឃើញទេក្នុងកន្ត្រករបស់ខ្ញុំមានឧបករណ៍ច្រើនណាស់ចង់ខ្ញុំជួយកន្លែងឯងឡើងវិញនៅពេលដែលទូស្រីបានជួយកន្លែងរបស់ពួកគេហើយទូស្រីក៏បាននិយាយថាចាំលើកក្រោយចាំយើងជួយកន្លែងរបស់ឯងឲ្យធំជាងនេះទៀតស្រាប់តែពេលនោះទូស្រីបានក្រវាឈើត្រូវកន្លែងរបស់ពួកគេធ្វើឲ្យកន្លែងរបស់ពួកគេខូចខាតម្ដងទៀតពួកកូនវិសាចតូចក៏បានគប់ឈើនិងស្រែកយំដាក់ទៅកាន់ទូស្រីក៏និយាយថាកុំបារម្ភអីចាំខ្ញុំសាងសង់កន្លែងរបស់ពួកឯងម្ដងទៀតមកពីពួកឯងសាងសង់វាមិនរឹងមាំខ្លួនឯងទេទៅជាបែបនេះហើយស្រាប់តែពេលនោះទូប្រុសក៏បានចាប់ឈើទូស្រីហើយក៏បានសាងសង់កន្លែងរបស់ពួកគេជំនួសទូស្រីសម្លឹងមើលទូប្រុសដោយក្តីញញឹមហើយកូនវិសាចតូចទាំងអស់នោះក៏បានសប្បាយរីករាយយ៉ាងខ្លាំងក៏បានតោងទូស្រីក៏បានសួរទៅកាន់ពួកគេថាតើឯងមានឈ្មោះអ្វីទូប្រុសក៏និយាយថាគេមានឈ្មោះថាស៊ូយូគេគឺជាស្មៅដែលដុះនៅលើភ្នំហើយវាប្រៀបបានដូចជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងនៅពេលដែលយើងស្រែកវាឃ្លានទឹកបានទូស្រីក៏និយាយទៅកាន់កូនវិសាចតូចនោះថាតើឯងអាចញ៉ាំបានមែនទេហើយទូស្រីរកចាប់វាទូប្រុសក៏បានក្រវេសចេញឈុំនេះវិញទូស្រីបានមកកន្លែងសិក្សានៅពិភពបិសាចពេលដែលទូស្រីបានចូលទៅដល់ខាងក្នុងទូស្រីក៏បានឃើញពួកបិសាចទាំងអស់នោះបានប្រែកលាខ្លាចជាមនុស្សនិងប្រឡាញ់ឆេះលេងយ៉ាងសប្បាយរីករាយនៅពេលដែលបិសាចរូបលូនិងដានីបានឃើញទូស្រីពួកគេក៏បានហៅទូស្រីនិងណែនាំទូស្រីនៅកន្លែងអង្គុយសិក្សារបស់ទូស្រីនិងណែនាំទូស្រីទៅកាន់ពួកបិសាចទាំងអស់នោះបានស្គាល់ទូស្រីហើយបិសាចទាំងអស់នោះក៏បានសួរទូស្រីថាតើនាងគឺជាបិសាចអ្វីដែរហើយនាងបានមកដល់ជ្រលងភ្នំដែលមិននេះបានដោយរបៀបណាសាយ៉ាបាននិយាយកាន់ពួកគេថាខ្ញុំគឺជាបិសាចពូប៉សខ្ញុំបានមកដល់ទីនេះដោយសារតែនៅថ្ងៃមួយពួកមនុស្សបានវាយប្រហារមកលើខ្ញុំយ៉ាងខ្លាំងខ្ញុំមិនអាចទប់ទល់នឹងពួកមនុស្សបានទេហើយខ្ញុំក៏បានធ្លាក់ចូលទៅក្នុងជ្រោះច្រាប់តែពេលនោះមានបរិមម្នាក់ពាក់អាវពណ៌ខៀវក៏បានមកជួយខ្ញុំបិសាចទាំងនោះក៏បាននិយាយថាតើគឺជាស្ដេចបិសាចហុងយេមែនទេសាយ៉ាក៏បាននិយាយបដិសេធថាមិនមែនជាគាត់ទេពួកគេក៏បាននិយាយថាសាយ៉ាបានថាខ្ញុំដឹងថានាងចង់លាក់បាំងវេទនាក្នុងរូបរាងអ្នកទាំងពីរតែពេលនោះបិសាចឆ្មានិងទូប្រុសដែលសម្លឹងមើលពីចម្ងាយបិសាចឆ្មាបានលើករឿងតនេះហើយក៏និយាយថាសាយ៉ានេះមានដាច់ចេះតែប្រឡោះមានមកជឿតែនិយាយប៉ុន្មានព្រះម្ចាស់ឯណាទៅជួយនាងហើយពួកបិសាចទាំងអស់នោះចេះតែជឿនាងទៀតស្រាប់តែពេលនោះទូប្រុសក៏និយាយថានាងនិយាយប៉ិតហើយខ្ញុំពិតជាបានជួយនាងពិតមែនបិសាចឆ្មាក៏និយាយកាន់ទូប្រុសថាព្រះម្ចាស់ហេតុអ្វីបានជាព្រះអង្គទៅជួយនាងមនុស្សដែលល្អិតដូចជានាងបែបនេះខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់នៅពេលដែលព្រះអង្គម្ចាស់នៅជាមួយនឹងនាងនៅពេលដែលទូប្រុសបានលើសម្លេងរបស់បិសាចឆ្មានិយាយច្រើនពេកទូប្រុសក៏បានប្រើចោលស្គាល់បិសាចឆ្មាក៏ជាឆ្មាវិញនឹងរបស់បិសាចឆ្មាទៅខាងក្រោយទីឯនៅខាងទូស្រីវិញបិសាចម្នាក់ក៏បាននិយាយកាន់ទូស្រីថាតើនាងគឺជាបិសាចពូមែនទេដូច្នេះហើយនាងប្រកាសជាចូលចិត្តសិក្សាខ្ញុំក៏បានត្រៀមកាដូដល់នាងខ្លះដែរហើយបិសាចម្នាក់នោះក៏បានហុចកណ្ដុរទៅឲ្យទូស្រីនៅពេលដែលសាយ៉ាបានឃើញកណ្ដុរនោះហើយនាងក៏បានភ័យខ្លាចជាខ្លាំងប៉ុន្តែនាងធ្វើជានិយាយថាខ្ញុំគឺជាបិសាចពូដ៏ខ្លាំងពូកែដូច្នេះហើយខ្ញុំមិនចូលចិត្តស៊ីសត្វទេខ្ញុំចូលចិត្តស៊ីតែមនុស្សទេបិសាចទាំងអស់នោះក៏បានភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលទូស្រីចូលចិត្តស៊ីតែមនុស្សព្រោះពួកគេមិនដែលស៊ីមនុស្សទេពេលនោះបិសាចម្នាក់ក៏បាននិយាយថានាងពិតជាអស្ចារ្យខ្លាំងណាស់ដែលនាងហ៊ានស៊ីមនុស្សព្រោះប៉ារបស់ខ្ញុំតែងប្រាប់ថានៅពេលដែលគាត់បានជួបមនុស្សម្ដងគាត់តែងបំផាញមនុស្សឲ្យភ័យខ្លាចហើយគាត់តែងតែគំរាមកំហែងទៅលើមនុស្សប៉ុន្តែគាត់មិនដែលស៊ីសាច់របស់មនុស្សទេព្រោះគាត់និយាយថាសាច់របស់មនុស្សក៏ខ្វក់ខ្លាំងណាស់វាគួរឲ្យខ្ពើមហើយនៅពលរដ្ឋផ្សេងទៀតក៏បានលើមកថានាងពិតជាអស្ចារ្យខ្លាំងណាស់ដែលហ៊ានស៊ីសាច់របស់មនុស្សព្រោះពួកមនុស្សគឺជាអាក្រក់ខ្លាំងណាស់ព្រោះពួកគេតែងតែចាត់ទុកបិសាចយើងគឺជាចំណីរបស់ពួកគេដូច្នេះហើយប្រសិនបើខ្ញុំបានជួបមនុស្សខ្ញុំនឹងខ្វែយកពពានរបស់គេយកទៅជានឹងប្រឡាក់អាំងតែម្ដងទូស្រីក៏និយាយកាន់ពួកគេថាមនុស្សមិនដែលស៊ីសាច់របស់បិសាចទេពួកគេមានចំណីអាហាររបស់ពួកគេសូមកុំគិតតែអញ្ចឹងអីហើយនៅពេលដែលទូស្រីកំពុងសិក្សាវិញទូស្រីមិនដែលកាត់រៀនទេនាងគិតតែពីដេកនិងទូស្រីតែងតែបបួលពួកបិសាចដទៃទៀតលេងនិងភ្នាល់ល្បែងជាដើម
ទូប្រមាណឃើញសកម្មភាពរបស់តួស្រីពីចម្ងាយបែបនេះហើយក៏ហួសចិត្តនឹងចរិតរបស់តួស្រីជាខ្លាំងនៅពេលដែលនាងចេញពីការសិក្សាមកនាងក៏បានដើរចូលទៅក្នុងព្រៃដើម្បីរកផ្សិតនិងយើងសិនផ្សេងៗទៅឲ្យលោកគ្រូតែពេលនោះតួស្រីបានឃើញក្មេងតូចម្នាក់ដែលនាងគិតថាជាយើងសិនដែលបន្លំខ្លួនធ្វើជាកូនក្មេងនោះតួស្រីក៏បានដើរទៅសួរក្មេងតូចនោះហើយតួស្រីក៏បានយកអំបោះក្រហមទៅចងសក់របស់ក្មេងតូចនោះព្រោះតួស្រីគិតថានៅពេលដែលគេប្រែក្លាយជាយើងសិនវិញនឹងអាចគេចខ្លួនបានតែពេលនោះក្មេងតូចនោះក៏បាននិយាយថាបងស្រីបងចង់ឲ្យខ្ញុំលួចហើយខ្ញុំនឹងឲ្យអំបោះក្រហមមួយទៅបងក្មេងតូចនោះក៏បានប្រគល់ខ្សែអំបោះពីរទៅកាន់តួស្រីរួចនិយាយថាបងស្រីយកខ្សែអំបោះនេះទៅចងដៃរបស់ខ្លួនឯងមួយនិងចងដៃទៅកាន់មនុស្សដែលបងចងមួយទៅហើយក្មេងនោះក៏បានគេចខ្លួនបានតួស្រីក៏បានគិតថាខ្ញុំគិតខុសហើយវាមិនមែនជាយើងសិនទេនៅពេលដែលតួស្រីបានត្រឡប់មកផ្ទះរបស់នាងវិញក៏បានឃើញតួប្រុសនៅទីនោះតួស្រីក៏និយាយថានេះគឺជាបន្ទប់របស់ខ្ញុំតែលោកនៅទីនេះធ្វើអ្វីតួប្រុសបាននិយាយថាខ្ញុំបានរៀបចំបន្ទប់ឲ្យនាងព្រោះនាងរអ៊ូថាជាខ្នងតួស្រីក៏បានដើរមើលកន្លែងគេងរបស់នាងរួចនិយាយថាវាមើលទៅស័ក្តិសមជាងមុនប៉ុន្តែហេតុបានជាលោករៀបចំទៅជាកូនក្មេងបែបនេះខ្ញុំមិនមែនជាកូនក្មេងទេហេតុបានជាលោកចាំបាច់ដាក់សម្បែងនៅបន្ទប់គេងធ្វើអ្វីតួប្រុសក៏បាននិយាយតាមតួស្រីវិញថាខ្ញុំគិតថាក្មេងស្រីចូលចិត្តស្បែកបែបនេះអាចារ្យនិយាយថាខ្ញុំមិនមែនជាក្មេងស្រីទេក៏មិននិយាយបែបនេះដាក់ខ្ញុំតួប្រុសនិយាយកាន់សាយាវិញថានាងមិនមែនជាកូនក្មេងបានយ៉ាងម៉េចបើប្រៀបធៀបនឹងខ្ញុំនាងមានអាយុប្អូនរបស់ខ្ញុំរហូតដល់ 1000 ឆ្នាំដូច្នេះហើយបើប្រៀបធៀបនឹងខ្ញុំនាងត្រឹមតែជាកូនក្មេងម្នាក់ទេតួស្រីនិយាយទៅកាន់តួប្រុសវិញថាលោកនិយាយបែបនេះក៏សមហេតុផលដែរហើយតួស្រីក៏បានឲ្យគ្រប់តួប្រុសហើយនៅពេលនោះតួស្រីក៏បានយកអំបោះក្រហមទៅចងដៃរបស់តួប្រុសរួចនាងក៏និយាយថានេះគឺជារង្វាន់របស់លោកដែលបានជួយរៀបចំបន្ទប់ឲ្យខ្ញុំតួប្រុសក៏បាននិយាយតាមតួស្រីវិញថាតែនាងដឹងពីអំបោះក្រហមនេះមិនមែនជាអំបោះធម្មតាទេតែនាងបានវាដោយឆៅដនមែនទេតែនាងបានដឹងទេថាអ្នកដែលប្រគល់វាឲ្យនាងគឺជាបិសាចអំបោះក្រហមតួស្រីក៏កាន់តួប្រុសវិញថាមិនមែនជាបិសាចអ្វីទាំងអស់វាគឺជាជនសិនដែលបន្លំខ្លួនធ្វើជាមនុស្សតែចាំខ្ញុំទៅរកវាដើម្បីសងសឹកតួប្រុសរកតាមតួស្រីក៏បាននិយាយវិញថាលំបាកតាមខ្ញុំទេខ្ញុំទៅតែអ្នកឯងបានហើយតួស្រីរកចាក់ចេញស្រាប់តែអំបោះក្រហមនោះបានទាញតួស្រីត្រឡប់មកក្រោយវិញបុកជាមួយនឹងតួប្រុសបាននិយាយតាមសាយាថាតែនាងបានយល់នៅអ្វីដែលខ្ញុំបាននិយាយឬនៅខ្ញុំបានប្រាប់នាងថាវាមិនមែនជារបស់ធម្មតាទេសាយាក៏និយាយថាតើធ្វើដូចម្តេចដើម្បីដោះវាចេញបានតួប្រុសក៏បាននិយាយតាមសាយាវិញថាមិនអាចដោះវាចេញបានទេគ្មានវិធីដែលអាចដោះវាចេញទេស្រាប់តែពេលនោះវិសាឆ្មាក៏បានស្រែកហៅតួប្រុសថាលោកចាស់ខ្ញុំបានរៀបចំពិធីសម្រាប់លោកចាស់រួចហើយតួប្រុសបានដើរចេញទៅតួស្រីបានដើរជាតួប្រុសវិសាឆ្មាបានឃើញបែបនេះហើយក៏និយាយថាសាយានេះមិនអាចទៅជាមួយលោកចាស់បានទេនេះគឺជាពិធីសំខាន់សម្រាប់តែលោកចាស់ទេហើយវិសាឆ្មាក៏បាននិយាយកាន់តួប្រុសថាលោកចាស់មិនអាចនាំសាយាទៅបានទេនេះជាពិធីសំខាន់សម្រាប់តែលោកទេហើយវាបានជាទូម្ចាស់ចាត់ទុកសាយាសំខាន់ក្នុងម្ល៉េះលោកបានជួយនាងច្រើនហើយតួប្រុសក៏បាននិយាយតាមវិសាឆ្មាវិញថាកុំឲ្យមកច្រើនពេកនៅពេលដែលពួកគេបានមកដល់នៅក្នុងកម្មវិធីវិញវិសាទាំងអស់នោះបានផ្សះផ្សាយជាខ្លាំងដែរតួប្រុសបាននាំតួស្រីមកពេលនោះវិសាតាមរិស័យក៏បានប្រគល់ធូបសម្រាប់ជំរះភាពអាក្រក់ទៅកាន់តួប្រុសក៏បានប្រាសាយាឲ្យធ្វើកម្មវិធីនេះនៅពេលដែលសាយាបានទទួលធូបពីវិសារិស័យមកនាងមិនចេះធ្វើពិធីនេះទេគេគ្រាន់តែធ្វើឲ្យផ្សែងប៉ះទឹកដងខ្លួនរបស់តួប្រុសដើម្បីជំរះភាពអាក្រក់ផ្សេងៗតែតួស្រីបានផ្ដំផ្សាយនៅធ្វើឲ្យវាឆេះហើយតួស្រីបានបោះធូបនោះចូលក្នុងកាំវិសាទាំងអស់នោះក៏បានស្រឡាញ់ខាងនៅសកម្មភាពរបស់តួស្រីតួប្រុសក៏និយាយថាមិនហើយទេចាំបន្តទៀតទៅវិសាស្រីម្នាក់ទៀតក៏បានប្រគល់ទៅឲ្យតួស្រីដើម្បីលេងជំរះភាពអាក្រក់របស់តួប្រុសតែតួស្រីបានយកទឹកនោះទៅជះនៅមុខរបស់តួប្រុសតែម្ដងដែលធ្វើឲ្យពូចាទាំងអស់នោះបានភ្ញាក់ផ្អើលម្ដងទៀតតួប្រុសនៅតែនិយាយថាបន្តកម្មវិធីនេះទៀតទៅពេលនោះវិសាម្នាក់ទៀតក៏បានយកស្លឹកឫស្សីមួយឲ្យតួស្រីដើម្បីបោះសម្អាតតួប្រុសតែបែរជាតួស្រីបានយកស្លឹកឫស្សីនោះទៅវាយតួប្រុសទ្រាំនឹងសកម្មភាពរបស់តួស្រីមិនបានក៏បានយកស្លឹកឫស្សីនោះទៅគ្របចោលដែលធ្វើឲ្យវិសាទាំងអស់នោះបានភ័យជាខ្លាំងរឿងយើងភាគ2នេះក៏បានមកដល់ទីបញ្ចប់សូមអរគុណចំពោះការទស្សនាបើពេញចិត្តការសម្ដែងរបស់ Admin ជួយចុច Like Follow Subscribe Share ឲ្យ Admin ម្នាក់មួយផងនិងរងចាំទស្សនាភាពបន្តទៀតនៅក្នុង Channel LN សម្ដែងរឿងសូមអរគុណសូមជម្រាបលា